សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់មុនណាថ្ងៃនេះមកតសេរីរបស់យើងនៅជាភាគទី5នៅពេលយប់ទូស្រីក៏បានមកលេងអាហ្វៃនឹងគឺជាសត្វស្អាតទេទូស្រីក៏បានប្រាប់អាហ្វៃថានៅថ្ងៃស្អែកពេលដែលត្រឡប់ទៅផ្ទះវិញត្រូវតែស្ដាប់បង្គាប់ម្ចាស់បងផងនាងដឹងថាអាហ្វៃមិនចង់ចាក់ចេញពីនាងទេម្ចាស់បងទូស្រីក៏បានមកគាត់ក៏បាននិយាយថាទូស្រីនៅតែមិនដាច់ចិត្តពីអាហ្វៃទៀតហើយឥឡូវនេះឯងគឺជាអ្នកម្នាងនៅកោថាងហើយហើយអ្វីនៅតែយំទៅជាកូនក្មេងចឹងទូស្រីក៏បានតបថានាងមិនចង់យំទេប៉ុន្តែវាគឺហូរមកដោយខ្លួនឯងថ្ងៃថ្មីក៏បានម្ដងម្ចាស់បងទូស្រីក៏បានលាអ្នកគ្រប់គ្នាគាត់បានប្រាប់ទូស្រីថាស៊ីវ័យទូប្រុសគាត់យកទុកហើយទូស្រីក៏បានភ្ញាក់ផ្អើលម្ចាស់បងទូស្រីក៏បានប្រាប់ទៅកាន់ទូប្រុសថាបងរបស់ទូបង្គំមិនទាន់សម្រាប់ខ្លួនបានឡើយទេសូមទ្រង់ជួយមើលនាងផងម្ចាស់បងទូស្រីគាត់ក៏បានរីសេះចាក់ចេញទូស្រីក៏បានរត់តាមពីខាងក្រោយទូស្រីនាងបានរត់យ៉ាងណាម្ចាស់បងរបស់នាងក៏បានងាកក្រោយដែរថាលីក៏បានឃើញណៃទូស្រីមិនឈាមនាងបារម្ភថាទូស្រីនឹងឈឺទូស្រីក៏បានប្រាប់ថានាងមិនអីទេទូប្រុសគាត់ក៏បានឃើញទស្សនវិជ្ជានេះដែរមកដល់បន្ទប់វិញទូស្រីក៏បានរៀបបង្វែកនាងថាម្ចាស់បងនេះធ្លាប់ប្រាប់កូនក្រមុំត្រូវតែជាសេះមកផ្ទះខាងប្តីបន្ទាប់ពីរៀបការរួចគ្រួសារខាងប្តីនឹងបញ្ជូនសេះត្រឡប់ទៅវិញបើសិនជាពួកគេពេញចិត្តប៉ុន្តែបើពួកគេទុកសេះនៅមានន័យថាពួកគេមិនពេញចិត្តទេកូនក្រមុំត្រូវតែជាសេះត្រឡប់ទៅផ្ទះវិញដោយខ្លួនឯងនាងដឹងថាគាត់កំពុងតែស្ដាយក្រោយស្រីរឿងក៏បានលេងបោកក្រោយកាលពីប្រហែលថ្ងៃមុននៅពេលដែលទូស្រីបានសួរទៅកាន់ពេទ្យនាងរឿងរបស់ហុយស៊ីនពេទ្យនាងក៏បានប្រាប់ថាលោកតារបស់នាងគឺជាមន្ត្រីថាខ្ពស់ម្នាក់ហើយនាងក៏មានជោគសាយរាជវង្សដែរលោកតារបស់នាងបានស្នើសុំទៅកាន់ព្រះអង្គឲ្យនាងរកការជាមួយទូប្រជាច្រើនដងក្រោយមកលោកតារបស់នាងបានខកខាត់គ្នាបះបោព្រះអង្គទ្រង់បានដឹងទ្រង់បានឲ្យគេប្រហារជីវិតគាត់ព្រះអង្គទ្រង់ក៏បានដឹងដែរថាហុយស៊ីនបានចូលរួមចំណែកជួយចាប់អ្នកបះបោនាងក៏ត្រូវបានទ្រង់ទទួលធ្វើជាកូនចិញ្ចឹមដើម្បីសងគុណរឿងរៀបការរបស់នាងនឹងទូប្រមាននរណាម្នាក់ហ៊ាននិយាយតទៀតទេតែរឿងក៏បានកាត់មកបច្ចុប្បន្នកាលវិញទូស័យនៅតែចង់ចាក់ចែងថាលីក៏សួរថាទ្រង់ចង់ចាក់ចែងទាំងដែលប្រជាជនកំពុងតែរងកិច្ចសង្គ្រាមមានអត់ទ្រង់ទៅស្នាក់នៅទីនេះបន្តដើម្បីរំដោះប្រជាជនចេញពីសង្គ្រាមមិនថាមានបញ្ហាអ្វីក៏ដោយអាឈិនក៏បានសួរទៅកាន់ទូប្រអ្នកទាំងពីរគាត់ទៅនៅក្បែរគ្នាមិនចឹងហើយបានជាតែមករកគាត់ទូប្រក៏ថាថ្ងៃនេះក៏បានបញ្ជូនរបស់ទៅស៊ីយាគាត់ក៏បានឆ្លងកាត់កន្លែងរបស់អាឈិនក៏ចូលមកលេងទៅអាឈិនក៏សួរគាត់លើថាពីនេះបានជួបគ្នាជាមួយនឹងហុយស៊ីនទូប្រថាអញក៏ដឹងដែរគាត់នឹងហុយស៊ីនមានទំនាក់ទំនងអ្វីនឹងគ្នាទេគ្រាន់តែគ្រួសាររបស់នាងធ្លាក់ចោលគាត់គ្រាន់តែអាណិតនាងតែប៉ុណ្ណោះឯងអាឈិនក៏ឆ្ងល់តែអ៊ូឆឹងអ្នកដែលតាមទូប្រថ្ងៃនឹងបាត់ទៅណាហើយទូប្រក៏ថាគាត់បានឲ្យទៅលួចតាមការពីទូស្រីហើយក្រែងលោទូស្រីមានបញ្ហាអ្វីមួយអ៊ូឆឹងនឹងជួយអ៊ូឆឹងក៏បានដើរចូលមកហើយប្រាប់ទូប្រនៅរឿងអ្វីមួយហុយស៊ីននិងអ្នកបម្រើកំពុងតែចាំស្ទាក់ផ្លូវទូស្រីពួកគេឆ្ងល់ហើយមិនជាទូស្រីស្លៀកពេជ្រជាអ្នកបម្រើទូស្រីដែលមកដល់មកបន្តិចពួកគេក៏បានចេញមកទូស្រីក៏បានគិតថាហើយបានជាជួបពួកគេទៀតហើយទូស្រីក៏បានសួរហើយបានជាចៃដល់ម្ល៉េះបានជួបជាមួយនឹងហុយស៊ីនទូស្រីក៏ចង់ចាក់ចេញប៉ុន្តែពួកនាងក៏បានខាំផ្លាស់មិនឲ្យទូស្រីចេញទេនាងក៏បានសួររឿងសម្លៀកបំពាក់របស់ទូស្រីអ្នកបម្រើថាឬមួយក៏ប្រតិបត្តិបានលះនាងហើយហុយស៊ីនក៏បានប្រាប់អ្នកបម្រើកុំមកនិយាយផ្ដេសផ្ដាសប៉ុន្តែក្នុងចិត្តវិញគឺចង់ឲ្យគេនិយាយច្បាស់ណាស់នាងបន្តទៀតថារាជវាំងមិនមែនជាវាស្មៅរបស់ទូស្រីដែលអាចចេញចូលបានទេនាងក៏សួរថាទូស្រីចង់ទៅណាទូស្រីថាហេតុអីបានជាខ្ញុំត្រូវប្រាប់នាងហុយស៊ីនក៏បាននិយាយថាថ្មីនេះមានក្រៅឡើងកាយច្រើនបានអ្នកដតីមើលមកអាចគិតថានាងជាអ្នកលួងព្រោះតែនាងតុបតែងខ្លួនបែបនេះអ្នកទាំងពីរក៏បានទៅទាញបន្តែប្រតាប់កាបូបរបស់ទូស្រីទាញចោលទាញឡើងប្រអប់ដាក់អាហារក៏បានទាញត្រកក្បាលរបស់ហុយស៊ីនស្រីបំរើនាងខឹងនាងចង់បញ្ចេញកំហឹងជំនុំម្ចាស់នាងក៏បានបិសរបស់ទូស្រីសំណាងហាដែលទូប្រមកតនក៏បានរនាងចេញអ្នកបំរើបានប្រាប់ទូប្រថាទូស្រីក៏ជាមនុស្សឆ្លើយបានវាយហុយស៊ីនជាមួយនឹងប្រអប់ដាក់អាហារទូប្រក៏បានស្រែកឲ្យនាងបាត់មាត់នាងគ្មានសិទ្ធិស្រែកនៅទីនេះទេទូស្រីស្រាប់តែមកកុហកសង្ស័យលោកស្រីទូប្រទៅដឹងហុយស៊ីនក៏បាននិយាយថាទ្រង់អាចការពារនៅមកពីខាងក្រៅបានយ៉ាងម៉េចទូប្រក៏បានតបថាមីយាជាប្រពន្ធសាស្ត្រច្បាប់របស់ខ្ញុំអ្នកដតីដូចជានាងគ្មានសិទ្ធិមកបដាទេទូប្រក៏បានអូដែរទូស្រីចេញហុយស៊ីនក៏បាននិយាយថាមិនក៏ទ្រង់ក៏ខើដាក់ខ្ញុំម្លេះថាលីក៏បានហៅជាយានក៏បាននិយាយថាមិនបាច់អរគុណក៏ទេថាលីក៏សួរតែអរគុណនឹងអីជាយានក៏បានប្រាប់ថាព្រះវត្រាបានតកអាហ្វៃដែលសារតែទ្រង់នឹងថាបើនាងទ្រង់ស្រឡាញ់អាហ្វៃមិនចង់ឲ្យអាហ្វៃទៅទេតែតាមផ្លូវទូស្រីឆ្ងល់ទូប្រចង់លះជាមួយនាងមិនចឹងហើយបានជាគាត់ជួយនាងមកដល់មកសំណាក់ថាលីក៏បានរត់ទៅប្រាប់ទូស្រីព្រះវត្រាមិនចង់លះទ្រង់ទេថាលីក៏បានសប្រាប់បន្តទៀតទូស្រីក៏បាននឹកឃើញនៅពេលដែលទូប្រប្រាប់ឲ្យស៊ីនថានាងជាប្រពន្ធសាស្ត្រច្បាប់របស់គាត់ថាលីបន្តទៀតថាទោះបីជាទូស្រីមិនស្ដាប់បង្គាប់ឬមួយក៏លេងច្រើនក៏ដោយចោលប៉ុន្តែទូប្របានសរសើរថាទូស្រីក៏ជាមនុស្សស្រីល្អម្នាក់ទូស្រីក៏បានតបថានាងមិនខ្វល់ទេច្បាស់ណាស់គាត់ក៏ចង់លេងលះទូប្រក៏បានស្រែកពីចម្ងាយឲ្យទូស្រីនឹងចូលទៅជួបគាត់ខាងក្នុងមកដល់ខាងក្នុងទូស្រីក៏បានរត់នៅខាងមិនដឹងគាត់និយាយអីទេនាងក៏បានអរគុណទៅកាន់គាត់ដែលបានរក្សាទុកកាហ្វេទូប្រថាកុំយកច្រឡំអីក៏គ្រាន់តែនិយាយឲ្យផុតពីមាត់តែប៉ុណ្្នឹងឯងមិនចាំបាច់អរគុណគាត់ទេមើលទៅគាត់គួរតែដាក់លក្ខខណ្ឌខ្លះហើយដើម្បីជៀសវាងទូស្រីបង្កបញ្ហារឿងទី1ទូស្រីគួរតែធ្វើតាមច្បាប់នគរឋានមុននឹងធ្វើអ្វីមួយតែគិតពីដងបើសិនបើធ្វើឲ្យប៉ះពាល់ដល់រាជវាំងគាត់នឹងលះទូស្រីភ្លាមរឿងទី2ទូស្រីចាំធ្វើអ្វីក៏បាននៅក្នុងរាជវាំងប៉ុន្តែត្រូវចងចាំឋានៈរបស់ខ្លួនឯងជាអ្នកម្នាងរឿងទី3ទូស្រី
ស្រីគឺជាអ្នកធ្វើត្រាប់តាមទោះស្រីក៏បានធ្វើថាគុំសម័យមិនល្អពីគាត់អសគាត់នឹងមិនធ្វើអ្វីដែលទោះស្រីកាត់ចេញទេថាទោះស្រីក៏បានស្អែកខ្លាំងថាលីក៏បានតបតែត្រង់បានឃើញសភៅនោះអត់ទោះស្រីលីហើយគឺថាស្អែកលេងចេញខ្មាស់ត្រង់ណាបើសិនបើត្រង់បានឃើញលីសៀនបានលួចជើបបរោះម្នាក់តែគេមិនបានបង្ហាញមកឲ្យយើងឃើញទេនាងបានប្រាប់គេថានាងបានជួបគ្នាជាមួយនឹងទោះស្រីនាងជឿថាទោះស្រីនឹងធ្វើអ្វីដែលនាងនិយាយនាងនឹងធ្វើអ្វីដែលនាងចង់បានបរោះនោះក៏បានឲ្យក្តារមួយហើយឲ្យនាងធ្វើតាមអ្វីដែលគេបានសរសេរទៅស្រីរឿងក៏មិនបានបង្ហាញថាក្នុងក្តារនេះបានសរសេរអ្វីដែរបន្ទាប់ពីនាងបានអានហើយនាងក៏បានដុតវាចោលស្រីរឿងភាគទី5របស់យើងក៏បានជាបន្តទីបញ្ចប់ហើយនាងក៏សូមអរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ចប់ជួបឲ្យមានមួយណាម្ដងទៀតនៅក្នុងវីដេអូក្រោយបាយបាយ